បើសិនជប់នាងម្ដងទៀតតើបងនៅរើសយកអនឯងអត់ពីបងគឺជប់ម្ដងទៀតបងនៅតែរើសយកអនឯងខ្ញុំគិតថាការរៀបការបែបអ្វីដែលពិបាកគឺយើងរើសមនុស្សធំមករៀបការជាមួយបើសិនជាខ្ញុំវិញខ្ញុំអត់រើសយកគាត់ទេខ្ញុំរើសយកអ្នកផ្សេងអ្នកអស់នេះបែកគ្នាយូរហើយមិនមែនរងបងនៅនឹងអូនមិនបានចឹងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះពួកយើងមកអង្គុយនិយាយគ្នាពីរនាក់បែប Q&A បាយពាក់ព័ន្ធជាមួយនឹងជីវិតក្រោយអាពាហ៍ពិពាហ៍1ឆ្នាំឬក៏និយាយបានថា anniversary 1ឆ្នាំតែមានរឿងរ៉ាវច្រើនថាមែនតើនៅពីក្រោយការរៀបអាពាហ៍ពិពាហ៍ឬក៏ជីវិតក្រោយអាពាហ៍ពិពាហ៍គឺយើងជួបរឿងច្រើនថាមែនតើហើយយើងមក Q&A សប្បាយខ្លះហើយក៏មានខ្លះដែលយើងបានរៀនសូត្រពីជីវិតអាពាហ៍ពិពាហ៍ដែរខ្ញុំគិតថាការរៀបការបែបអ្វីដែលពិបាកគឺយើងរើសមនុស្សខុសមករៀបការជាមួយយើងជាជាងគេនៅផ្ទះគឺជាប្តីរបស់ខ្ញុំខ្ជិលខ្លាំងមែនតើនៅផ្ទះខ្ញុំរៀងខ្ជិលបន្តិចខ្ញុំក៏ការងារគឺលើគាត់ដែរអ្នកគ្នាការងារផ្ទះគឺលើខ្ញុំស្មើគ្នាគិតថាស្មើគ្នាព្រោះត្រូវតែចែកវិញរួមមួយគ្នាខ្ញុំគិតថាបងឯងពេលយប់ឡើងដឹងមុនគេងអីបើកភ្លេងទឹកធោទឹកអីអត់ស្ងាត់ស្ងៀមគឺបើកសោននេះសោននោះមករំខានរហូតអ្នកទាំងអស់គ្នាអត់ដែលគាត់ថាគេងឲ្យវាស្ងប់ស្ងាត់ទេបើសិនជប់នាងម្ដងទៀតតើបងនៅរើសយកអនឯងអត់ពីបងគឺបើជប់ម្ដងទៀតបងនៅតែរើសយកអនឯងដោយសារអនឯងជាណៃអូខេចាណៃបើសិនជាខ្ញុំវិញខ្ញុំអត់រើសយកគាត់ទេខ្ញុំរើសយកអ្នកផ្សេងអ្នកអស់គ្នាបែកគ្នាយូរហើយមិនមែនរងបងនៅនឹងអូនមិនបានចឹងតែជួបមនុស្សថ្មីទៀតព្រោះវាដល់វគ្គថ្មីមួយទៀតអីត្រូវអត់តែលេងទេតាក់ជាគូគ្នាទោះទៅណាក៏មិនបែកគ្នាដែរនៅតែជួបគ្នាតែអ្នកគ្នាជឿខ្ញុំទៅគ្រឿងដែលខ្ញុំចង់ឲ្យគាត់កែលម្អអ្នកគ្នាខ្ញុំចង់ឲ្យគាត់ហ្នឹងហៅមួយម៉ាត់ស្ទុះស្ទាមរហខ្ញុំហ្មងមកកុំឲ្យមួយម៉ាត់ហើយនៅចាំបន្តិចប្រហែលការងារសិននឹងត្រឡប់បខប់របស់គាត់យកព្រមហើយរឿងដែលខ្ញុំចង់ឲ្យប្រពន្ធខ្ញុំកែប្រែគឺត្រូវដឹងថាខ្លួនឯងចង់ញ៉ាំអីហើយចង់បានអីកុំឲ្យចង់បានឆ្វេងទៅខាងស្ដាំវិញអីដែលខ្ញុំបានរៀនក្រោយពេលយើងរៀបការបាន1ឆ្នាំនេះគឺខ្ញុំយល់ថាការបង្កើតគ្រួសារហ្នឹងគឺបែបម៉េចហើយយើងត្រូវរ៉ាប់រងវាបែបម៉េចឆ្លងកាត់វាបែបណាត្រូវរៀបចំឲ្យអនាគតរបស់យើងហ្នឹងទៅមុខហ្នឹងកាន់តែល្អជាងមុនសម្រាប់អ្វីដែលខ្ញុំរៀនពីអាពាហ៍ពិពាហ៍ជីវិតប្តីប្រពន្ធគឺវាខុសពីជីវិតសង្សារដោយសារតែប្តីប្រពន្ធគឺយើងគិតពីការរៀបចំគ្រួសារយើងគិតពីមនុស្សជុំវិញខ្លួនបានច្រើនបងប្អូនហើយជាពិសេសគឺខ្ញុំយល់អារម្មណ៍ពីឪពុកម្ដាយរបស់ខ្ញុំឬក៏យល់អារម្មណ៍ថាពេលយើងធ្វើពីមេគ្រួសារឪពុកម្ដាយគេយើងគិតមិនដោយសារពេលនៅក្មេងនៅ single នៅខ្លួនមួយគឺខ្ញុំអត់ស្គាល់គិតច្រើនទេខ្ញុំគិតថាពីការងារធ្វើម៉េចខ្ញុំសម្រេចគោលដៅរបស់ខ្ញុំបានរកលុយបានច្រើនមកដែរដល់ពេលខ្ញុំជាគ្រួសារមួយគឺយើងមានអ្វីនៅជុំខ្លួនយើងទាំងអស់វាត្រូវគិតអីដែលជួយយើងឆ្លងកាត់ពេលលំបាកជាមួយគ្នាគឺជាការខិតខំប្រឹងប្រែងរបស់ពួកយើងតស៊ូមួយគ្នាតួថ្ងៃខ្លះវាឡើងវាចុះក៏យើងនៅទៅមុខមួយគ្នារហូតចឹងណាគ្នាទោះបីខ្លួនមួយឬក៏មានគ្រួសារក៏នៅតែជួបការលំបាកដែរតែគាត់ថាពេលយើងខ្លួនមួយយើងជួបការលំបាកយើងឆ្លងតែម្នាក់ឯងបានយើងឆ្លងយើងអត់ស្ទើរប្រាប់ដៃគូរបស់យើងទេដូចកាញ់ខ្លួនមួយចឹងខ្ញុំមានបញ្ហាក៏ខ្ញុំអត់ស្ទើរនិយាយច្រើនដែរតែដល់ពេលខ្លួនពីរមានគ្រួសារមានបញ្ហាគឺយើងត្រូវចេះម្លែកគ្នាចេះដាក់លើតុនិយាយគ្នាឲ្យយោបល់គ្នាហើយសួរថាអីដែលជួយឲ្យពួកយើងឆ្លងរឿងលំបាកបានគឺយើងមិនបោះបង់គ្នាឬក៏យើងនិយាយមកទៅណាទៅមួយគ្នាប្រវាក់បាក់មួយគ្នាឡើងភ្នំមួយគ្នាចុះភ្នំក៏មួយគ្នាដែរខ្ញុំចង់បានដៃគូអញ្ចឹងបើនិយាយឲ្យត្រង់ទៅទោះបីជាយើងស៊ីពងទាមួយគ្នាយើងនៅមួយគ្នាបានដែរស៊ីមីមួយគ្នានៅមួយគ្នាបានដែរអញ្ចឹងខ្ញុំគិតថាយើងជួបអស់ហើយមានគ្រាអញ្ចឹងខ្ញុំគិតថាវាលំបាកទៀតក៏វាធម្មតាសម្រាប់ខ្ញុំក្តីសុបិនរបស់យើងដូចមិនដូចវាចូលក្តីសុបិនបាត់ក្តីសុបិនរបស់ខ្ញុំគឺរស់នៅជប់ជុំគ្រួសារសប្បាយចិត្តដើរលេងក្រៅប្រទេសប៉ុណ្ណឹងនិយាយទៅគឺចង់បានជីវិតធូរធារមានសុភមង្គលចង់ទៅណាគឺងាយស្រួលខាងមិនតែមិនពិបាកខ្វះមុខខ្វះក្រោយគឺនិយាយទៅតែក្តីសុខតែម្ដងនិយាយទៅបើនិយាយពីក្តីសុបិនខ្ញុំគិតថាឥឡូវនេះគឺជាក្តីសុបិនរបស់ខ្ញុំហើយដែលរស់នៅចង់ទៅណាទៅនឹងចង់ឈប់ប្រហែលថ្ងៃក៏បានប៉ុន្តែអ្វីដែលជាក្តីសុបិនឆ្នាំនេះតែម្ដងគឺចង់ឲ្យអាជីវកម្មរបស់ពួកយើងអ្នកនេះស្ក្រាប់ថែនាងរបស់យើងជោគជ័យធំដុំ
អញ្ចឹងសរុបមកវិញមានថាជីវវិទ្យាគឺវាមានរឿងច្រើនខ្លាំងមែនទែននៅពីក្រោយហ្នឹងហើយពួកយើងមូលហេតុដែលយើងចេញវីដេអូនេះក៏ជាខួបអាពាហ៍ពិពាហ៍របស់យើងមួយឆ្នាំយើងចង់ធ្វើ reflection ឬក៏រំលឹកអារម្មណ៍ខ្លះឬក៏ស្វែងយល់ពីគ្នាបន្ថែមទៀតដោយសារពីមួយថ្ងៃទៅមួយថ្ងៃគឺជាមេរៀនថ្មីសម្រាប់ពួកយើងទាំងអស់អូខេបងប្អូនអញ្ចឹងអរគុណច្រើនហើយយើងនឹងជួបគ្នាវីដេអូបន្តទៀតហើយបើសិនមានអីចង់សួរអាច comment នៅក្រោមវីដេអូនេះបាន បាយបាយ